ជាដំបូងខ្ញុំសូមជម្រាបសួរខ្ញុំឈ្មោះទូចស៊ីណាខ្ញុំមកពីខាងស្រុកបារែវស្វាយសែនជ័យខ្ញុំមកនេះគឺខ្ញុំមកក្រុមយុវជនមកពីខាងអង្គការពលិក្តីសង្ឃឹមផងដែរអញ្ចឹងខ្ញុំបានមកដល់ទីនេះគឺខ្ញុំមកបានរយៈពេល2ថ្ងៃគឺខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តនិងរំភើបមែនទែនដែលបានជួបបងប្អូននៅទីនេះផងដែរគឺបងប្អូនគាត់មកហ្នឹងគឺចូលរួមពីបណ្ដាខេត្តផ្សេងៗមានដូចជាខាងខេត្តកំពង់ធំព្រះវិហារនិងស្ទឹងត្រែងចឹងគឺខ្ញុំសប្បាយចិត្តហើយនឹងត្រេកអរមែនទែនដែលពួកខ្ញុំបានចុះសិក្សាស្វែងយល់ពីតំបន់នៅទីនេះផងដែរគឺសិក្សាពីដើមឈើនីមួយៗគឺមានអត្ថប្រយោជន៍និងសំខាន់មែនទែនហើយខ្ញុំក៏សប្បាយចិត្តត្រេកអរធំបំផុតនោះគឺខ្ញុំបានស្គាល់ជាមួយពួកគាត់ហើយពួកគាត់នឹងបានចែករំលែកបទពិសោធន៍ល្អៗដែលយើងបានដើរជាមួយគ្នាយើងបែងចែកជាក្រុមប៉ុន្តែយើងឃើញថាពួកគាត់ម្នាក់ៗគឺគាត់ប្រកែមែនទែនគឺគាត់បានសិក្សាតាមតំបន់នេះគឺគាត់បានស្វែងយល់ប្រភេទដើមឈើជាច្រើនបន្ទាប់មកគឺគាត់បានយកមកចែករំលែកពីគ្នាដើម្បីឲ្យយើងបានស្គាល់ដើមឈើហើយនឹងមួយទៀតហ្នឹងគឺខ្ញុំសប្បាយចិត្តដែលខ្ញុំរកអ្វីព្រាបបាននោះគឺខ្ញុំឃើញថាពួកគាត់តាំងចិត្តក្នុងការយើងស្ដាប់អ្វីដែលយើងបានចែករំលែករៀនជាមួយគ្នាគឺគាត់ប្រកែមែនតើហើយជាចុងក្រោយហ្នឹងខ្ញុំអត់មានអ្វីនិយាយច្រើនទេប៉ុន្តែខ្ញុំឃើញពួកគាត់ចែករំលែកបទពិសោធន៍ល្អៗខ្ញុំនឹងត្រឡប់ទៅវិញខ្ញុំនឹងយកទៅអនុវត្តនៅក្នុងសហគមន៍ខ្ញុំដើម្បីឲ្យពួកគាត់ហ្នឹងធ្វើតាមហើយដើម្បីឲ្យសហគមន៍ខ្ញុំនឹងមានការរីកចម្រើនច្រើនជាងនឹងអរគុណ